ព្រឹកព្រលឹមជីកង់ដើម្បីបរិស្ថានស្អាតសូមជម្រាបរលឹកពុកម៉ែបងប្អូនអរគ្នាខ្ញុំបានចូលរួមនៅក្នុងកម្មវិធីជីកង់ដើម្បីបរិស្ថានស្អាតដែលធ្វើនៅថ្ងៃទី30ខែវិច្ឆិកាឆ្នាំ2025បើនិយាយអំពីព្រឹត្តិការណ៍នេះវិញគឺជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំនៅប្រទេសកម្ពុជាដើម្បីជំរុញដល់បរិស្ថានស្អាតរៀបចំឡើងដោយប្រតិភូសហភាពអឺរ៉ុបប្រចាំនៅប្រទេសកម្ពុជាដែលបានសហការជាមួយនឹងក្រសួងអប់រំយុវជននិងកីឡាព្រមទាំងសាលារាជធានីភ្នំពេញហើយនេះក៏ជាព្រឹត្តិការណ៍ដែលបាននាំមកនូវការជួបជុំគ្នាដ៏ធំសម្បើមហើយតាមដងផ្លូវក៏អាចរីករាយនឹងទេសភាពនាទីក្រុងភ្នំពេញសម្រាប់អ្នកចូលរួមនិងមានអាហារសម្រន់ក្រោយពីការជិះកង់បន្ទាប់ក៏មាននៅការប្រគំតន្ត្រីដែលមានវត្តមាន rapper ដ៏ល្បីគឺជីកង់ដើម្បីពិភពលោកនិងផែនដីអូខេតោះ1 2 3ជីកង់ដើម្បីបរិស្ថានស្អាតជីកង់ដើម្បីភពផែនដី